ជំរាបសួរក៏ដូចជាសួស្តីមិត្តអ្នកសិក្សាភាសាអង់គ្លេសនៅក្នុងវីដេអូនេះយើងនឹងបន្តសិក្សាភាសាអង់គ្លេសជាបន្តទៀតដែលស្ដីអំពីប្រយោគនៃការធ្វើដំណើរណាបងប្អូនសម្រាប់អ្នកដែលចាប់ផ្ដើមរៀនដំបូងណាចាប់ផ្ដើមរៀនសន្ទនាឬក៏រៀនប្រយោគខ្លីៗដែលទាក់ទងទៅនឹងការធ្វើដំណើរអញ្ចឹងប្រយោគទី1គឺ I like to travel to new places I like to travel to new places ប្រយោគយើងបកប្រែថាខ្ញុំចិត្តធ្វើដំណើរកាន់កន្លែងថ្មី places មកទីកន្លែងជាច្រើនថ្មីទៅណាបាទ Number 2 ទី2 she goes to the beach every summer she goes to the beach every summer នាងទៅកាន់ឆ្នេរ to goes to the beach ឆ្នេរលេងមកឆ្នេរ every summer ជារៀងរាល់រដូវក្តៅ summer ណាអូខេទី3 we took មកពីពាក្យថា take ណា we took a plane to Thailand we took a plane to Thailand មានន័យយើងជិះយន្តហោះទៅប្រទេសថៃ we took a plane to Thailand យើងជិះយន្តហោះទៅប្រទេសថៃ Number 4 he visits his family in another city he visits his family in another city គាត់ visit នឹងបានន័យសួរសុខទុក្ខណា visit នឹងយើងប្រែទស្សនាមើលប៉ុន្តែនៅក្នុងអត្ថន័យនេះគឺសួរសុខទុក្ខណា he visit គាត់សួរសុខទុក្ខក្រុមគ្រួសាររបស់គាត់នៅទីក្រុងផ្សេងទៀតដូចទៅនៅសហរដ្ឋអាមេរិកមានដល់50រដ្ឋអញ្ចឹងណាបងប្អូនរដ្ឋផ្សេងគ្នាណាលេខ5 Number 5 I want to go to Japan one day I want to go to Japan one day ខ្ញុំចង់ទៅប្រទេសជប៉ុនថ្ងៃណាមួយឬក៏យើងប្រែថាថ្ងៃណាមួយខ្ញុំចង់ទៅប្រទេសជប៉ុន right Number 6 they travel by bus to school អាតនេះគេអានថា travel they travel by bus to school right នេះថាពួកគេធ្វើដំណើរទៅសាលាណាដោយរថយន្តក្រុងអញ្ចឹងណាបងប្អូន They traveled by bus to school ពួកគេធ្វើដំណើរដោយឡានក្រុងទៅកាន់សាលា Okay Number 7 លេខ7 We stay in a hotel during our trip We stay in a hotel during our trip អញ្ចឹង we stay បានន័យយើងស្នាក់នៅក្នុងសន្តាគារមួយកន្លែងកំឡុងពេលការធ្វើដំណើររបស់យើងណា We stay in a hotel during our trip Number 8 I take many photos when I travel I take many photos when I travel I take many photos when I travel ខ្ញុំថតរូបជាច្រើននៅពេលដែលខ្ញុំធ្វើដំណើរនិយាយធម្មតាទេការធ្វើដំណើរបើអត់មានថតរូបទុកជាអនុស្សាវរីយ៍ស្មើនឹង0ដែរបងប្អូនណាអូខេ Number 9 My favorite place is the mountainsបងប្អូនចាំសំឡេងគេបញ្ចេញយ៉ាងម៉េចណា mountains ឃើញមាន s អត់បងប្អូនអញ្ចឹងគឺយើងបកប្រែថាទីកន្លែងដែលខ្ញុំចូលចិត្ត my favorite place ទីកន្លែងដែលខ្ញុំចូលចិត្តគឺភ្នំហ្នឹងឯងអូខេ in is the mountain គឺភ្នំ Number 10 Traveling is fun and exciting Traveling is fun and exciting Traveling is fun and exciting អញ្ចឹងការធ្វើដំណើរការដើរលេងឬការធ្វើដំណើរដើរលេងហ្នឹងគឺវាសប្បាយហើយ exciting គឺរីករាយណាសប្បាយរីករាយអញ្ចឹងយើងប្រែអញ្ចឹងមក
សប្បាយរីករាយការធ្វើដំណើរគឺវាសប្បាយរីករាយតែម្ដងអញ្ចឹងបានគេចូលចិត្តដើរបងប្អូនមានមនុស្សជាច្រើនរូបទាំងខ្ញុំផងចូលចិត្តដើរលេងមើលទីកន្លែងនេះកន្លែងនោះអញ្ចឹងទៅដូចជានៅសៀមរាបយើងអាចទៅលេងអង្គរវត្តអង្គរតូចអង្គរធំទៅលេងបារាយអញ្ចឹងទៅបាទហ្នឹងជារមណីយដ្ឋានបុរាណណាហើយនៅទីកន្លែងថ្មីដែលយើងអាចមកលេងនៅខេត្តសៀមរាបបានអញ្ចឹងវីដេអូមានប៉ុណ្ណឹងអរគុណច្រើនបងប្អូនទាំងគ្នាណាចូលរួមសិក្សាភាសាអង់គ្លេសហើយជួយលើកស្ទួយវីដេអូខ្ញុំផងជួយ share ជួយអីចឹងទៅ comment ឲ្យមេដៃឲ្យមេជើងឲ្យអីចឹងណាបងប្អូនអរគុណច្រើន